សប្បាយចិត្តណាស់នៅពេលដែលទទួលបានអីវ៉ាន់ពីព្រោះនៅក្នុងធុងនេះមានអីវ៉ាន់មួយប្រភេទដែលពិបាកនឹងយកចូលមកក្នុងអាមេរិកតោះទៅមើលថានៅក្នុងកេសហ្នឹងមានអីគេខ្លះអីវ៉ាន់នេះគឺប្អូនខ្ញុំគាត់មកពីស្រុកខ្មែរហើយគាត់យកមកជាមួយជើងហោះហើរដែលខ្ញុំទិញហ្នឹងគឺទិញ Singapore Airlines ហើយគេឲ្យ23គីឡូសម្រាប់វ៉ាលីធំ2អ្នកទាំងអស់គ្នាអាចយកត្រីងៀតត្រីឆ្អើរប្រហុកផ្អកនិយាយទៅឲ្យតែសាច់ត្រីគឺគេអនុញ្ញាតឲ្យយកមកបានប៉ុន្តែអត់ឲ្យយកសាច់គោឬក៏សាច់ជ្រូកទេហើយបើសម្រាប់បន្លែនិងផ្លែឈើវិញតើតែកែច្នៃឲ្យទៅជាជ្រក់ឬក៏យើងស្ងោរវាឲ្យឆ្អិនសំខាន់បើសិនជាវានៅទាំងមូលហើយនៅស្រស់គឺយើងយកមកអាមេរិកអត់បានទេការវេចខ្ចប់គឺដូចអ្នកនរគ្នាឃើញនៅក្នុងវីដេអូអញ្ចឹងគឺអត់មានអីពិបាកទេដោយសារតែឥឡូវគឺយើងមានម៉ាស៊ីនសម្រាប់បឺតខ្យល់ដូចជាត្រីងៀតត្រីឆ្អើរអីយើងច្រកនៅក្នុងថង់ហ្នឹងទៅហើយយើងបឺតខ្យល់ចេញឲ្យអស់ទៅឬជាការស្រេចបើសម្រាប់ប្រភេទដូចជាប្រហុកឬក៏ផ្អកឬក៏អីដែលអាចជាមានជាតិទឹកឬក៏មានក្លិនយើងត្រូវធ្វើមិនក៏ដោយរុំថង់រុំអីឲ្យបានច្រើនជាន់ហើយយើងរុំស្គត់នៅពីក្រៅធ្វើមិនក៏ដោយឲ្យទៅកុំឲ្យក្លិននឹងចេញមកក្រៅកេសសម្រាប់វេចខ្ចប់គឺមានពីរប្រភេទគឺជាកេសដែលខ្ញុំកំពុងតែដាក់ហើយនឹងមួយទៀតគឺជាកេសស្នាដោយសារតែអីវ៉ាន់របស់ខ្ញុំគឺសុទ្ធតែជាអីវ៉ាន់ស្ងួតអត់មានទឹកហើយក៏មិនមែនជាអីវ៉ាន់កកចឹងហើយគឺខ្ញុំជ្រើសរើសយកដាក់កេសហ្នឹងទៅហើយខ្ញុំមានដាក់ថង់នៅពីក្រៅអ្នកទាំងអស់គ្នាត្រូវដាក់នៅខាងក្នុងមិនដាក់អញ្ចឹងទេដោយសារតែខ្ញុំមិនដឹងថាហេតុអីបងប្អូនខ្ញុំដាក់អញ្ចឹងដែរគាត់ដាក់ហ្នឹងគឺគាត់ដាក់ខុសហើយគឺខ្ញុំចង់ឲ្យគាត់ដាក់នៅពីក្នុងថង់ហ្នឹងពីព្រោះថាបើសិនជាអីវ៉ាន់យើងធ្លាយក៏វាអត់ជ្រាបទឹកចេញមកក្រៅដែរសម្រាប់អីវ៉ាន់ដែលខ្ញុំយកមកហ្នឹងគឺ23គីឡូគឺតិចទេពីព្រោះខ្ញុំយកបានតែមួយមុខបន្តិចៗទេដូចជាត្រីងៀតត្រីឆ្អើរយាយហឺហៃប៊ីប្រហុកមួយកែវមានម្ទេសបុកហើយនឹងម្រេចដែលខ្ញុំកិនមានម្ជូរស្វាយក្តាប់ស្វាយដែលអ្នកតែខ្ញុំគាត់ត្រាំឲ្យដាក់មកឲ្យអញ្ចឹងណាសម្រាប់ម្ជូរស្វាយហ្នឹងខ្ញុំមិនដឹងថាម៉េចដែរគាត់បូមខ្យល់ហើយប៉ុន្តែវាទៅជាដូចថាម្ដងនេះវាទៅជាធូហើយដល់ពេលអាកាសធាតុវាក្តៅទៅស្វាយហ្នឹងត្រូវជាប៉ោងទៅជាប៉ោងអញ្ចឹងហ្មងណាប៉ោងដូចពុតប៉ោងអញ្ចឹងចង់បែកធ្លាយបើអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាខ្ចប់អ្នកទាំងអស់គ្នាត្រូវច្បាស់ថាថង់ដែលអ្នកទាំងអស់គ្នាប្រើហ្នឹងគឺជាថង់ដែលបឺតខ្យល់បានល្អពីព្រោះនៅពេលដែលយកមកអញ្ចឹងបើសិនជាយើងអត់ទាន់ប្រើប្រាស់ឬក៏អត់ទាន់អីយើងអាចរក្សាទុកវាបានយូរដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូហ្នឹងហើយហៃប៊ីហើយនឹងត្រីឆ្អើរខ្ញុំអីហ្នឹងគឺវាបញ្ចូលខ្យល់ហើយបើសិនជាយើងយកមកក្នុងបរិមាណតិចវាអត់អីទេប៉ុន្តែបើសិនជាយកមកក្នុងបរិមាណច្រើនហើយយើងអត់បានដាក់ក្នុងទូឬក៏អីដាក់ឲ្យបានត្រឹមត្រូវគឺប្រកាសជាមានក្លិនខាសម្រាប់ខ្ញុំ23គីឡូហ្នឹងគឺតិចដោយសារតែយើងយកបានតែមួយមុខតិចចឹងណាហើយខ្ញុំមិនដែលបានយកអីវ៉ាន់អីមកពីស្រុកខ្មែរទេទៅតាបងប្អូនខ្ញុំមកចឹងទៅហើយខ្ញុំក៏ឲ្យគាត់យកមកទុកញ៉ាំអីចឹងណាហើយម្យ៉ាងនឹកផ្ទះផងទៅបានញ៉ាំម្ហូបយកមកពីស្រុកខ្មែរអីហើយអ្នកនរគ្នាអាចមើលបានអានេះគឺជាម្រេចហ្នឹងគឺបងខ្យល់បានល្អមែនតើបើអ្នកនរគ្នាអាចធ្វើអញ្ចឹងបានណាគឺល្អសម្រាប់ម្ហូបខ្ញុំrecommendឲ្យយកម្រេចមកតាមពីព្រោះម្រេចនៅតាមផ្សារកាំងអត់ឆ្ងាញ់ទេហើយរបស់មួយដែលពិបាកនឹងយកចូលក្នុងអាមេរិកហ្នឹងគឺថ្នាំឬឈើប៉ុន្តែម៉ាខ្ញុំក៏នៅអាមេរិកក៏ប្រាប់ថាឲ្យយើងយកមកហើយយើងខ្ចប់យកអញ្ចឹងទៅបើសិនជាគេបើកប្រកាសយើងមើលហើយគេសួរយើងថាហ្នឹងអីគេអញ្ចឹងគាត់ប្រាប់ថាឲ្យប្រាប់គេថា fish អញ្ចឹងណាពេលខ្ញុំទៅយកបងប្អូនខ្ញុំខ្លាចតែគេរើអីវ៉ាន់គាត់ចោលប៉ុន្តែអត់អីដែរហើយសង្ឃឹមថាវីដេអូនេះអាចជួយអ្នកទាំងអស់គ្នាបានពេលអ្នកទាំងអស់គ្នាចង់យកអីវ៉ាន់មកអាមេរិក